ការីនំបញ្ចុកញ៉ាំមិនចេះចិនណាយបងប្អូនខានញ៉ាំតែ3ថ្ងៃអីនឹកឃ្លានចង់ញ៉ាំវិញហើយវាខុសពីរបស់មីផ្សេងៗប៉ុស្តិ៍អឺរ៉ុបក្រៅប្រទេសចឹងបងប្អូនញ៉ាំបានតែមួយផ្លែតចឹងទៅយើងបាត់ឃ្លានប៉ុន្តែចំពោះនំបញ្ចុកនេះឬក៏កាទៀវអីរបស់ខ្មែរយើងហ្នឹងគឺថាញ៉ាំហើយញ៉ាំទៀតញ៉ាំមិនចេះធុញទេហើយបើបងប្អូនខ្លះគឺអាហារពេលព្រឹករបស់គាត់ជាប្រចាំហ្នឹងគឺនំបញ្ចុកតែម្ដងគឺមិនងាយនឹងផ្លាស់ប្ដូរចឹងហ្មងហើយនេះគឺជាគ្រឿងខ្មែរយើងបងប្អូនខ្ញុំហាន់ហើយហ្នឹងគឺរៀបយកវាទៅក្លុកណាខ្ញុំអត់បានបុកទេព្រោះវាគៀកម៉ោងហ៎បងប្អូនដឹងស្រាប់ហើយគ្រឿងខ្មែរយើងមានគល់ក្រេម្ដេងល្មីខ្ទឹមសខ្ទឹមក្រហមហ្នឹងហើយខ្ញុំយកទៅក្លុកចូលគ្នាទាំងអស់បងប្អូនហើយនឹងស្លឹកក្រូចសើចបងប្អូនកុំភ្លេចទៅសោះនឹងបង្កើនសម្លយើងរឹតតែឈ្ងុយឆ្ងាញ់តែមទៀតនេះបងប្អូនខ្ញុំចាក់គ្រឿងទាំងអស់ហ្នឹងចូលទៅក្នុងម៉ាស៊ីនកិនជាមួយគ្នាហើយនេះជាប្រេងក្រមខៈរបស់ខ្ញុំបងប្អូនខ្ញុំចាក់ចូលជាមួយនឹងគ្រឿងដែរដើម្បីយើងងាយស្រួលក្នុងការកិនណាកាលណាតែវាអត់ដាក់ទឹកឬក៏របស់រាវនឹងចូលជាមួយគឺវាអត់កិនទេបើមិនចឹងបងប្អូនដាក់ខ្ទិះដើមក៏បានដែរកិនជាមួយខ្ទិះដើមតែប្រេងក្រមខៈខ្ញុំប៉ុណ្ណឹងដាក់ទៅក៏វាស្ទើរអត់ចង់រត់ដែរខ្ញុំក៏ថែមជាមួយនឹងខ្ទិះដើម2-3ស្លាបព្រាចូលទៀតណាទៅវាកិនម៉ត់បានល្អបងប្អូននេះបងប្អូនហើយឯម៉ត់ខៃតែម្ដងហើយបងប្អូនខ្ញុំមានជាមួយនឹងខ្ទិះដើមកន្លះកូនចាស់ហើយនឹងខ្ទិះចុងមួយចានសម្លដែរថ្ងៃនេះគឺខ្ញុំមានសាច់មាន់បន្តិចជាមួយនឹងឆ្អឹងចេនីជ្រូកបន្តិចផងដែរបងប្អូនផ្នែកគ្រឿងផ្នែកសាច់របស់ខ្ញុំគឺរួចរាល់ហើយបងប្អូនឥឡូវគឺខ្ញុំដាក់ឆ្នាំងឲ្យរៀងក្តៅតិចរួចហើយខ្ញុំដាក់ឈើអាយមកកូនដុំហើយនឹងផ្កាចាន់មួយរំលីងឲ្យវារៀងឈ្ងុយតិចបងប្អូនហើយនឹងស្លឹកក្រូចពី3ស្លឹកផងដែរបន្ទាប់មកទៀតគឺខ្ញុំបានចាក់គ្រឿងដែលកិនហើយនឹងចូលរំលីងឲ្យវាឈ្ងុយណាបងប្អូនត្រង់កន្លែងនេះគឺខ្ញុំអត់ទាន់ដាក់ប្រេងទេបងប្អូនដោយសារតែគ្រឿងខ្ញុំបានកិនជាមួយនឹងប្រេងហើយនឹងខ្ទិះដើមខ្លះហើយនោះអញ្ចឹងហើយយើងរំលីងវាទៅវាចេញពីគ្រឿងហ្នឹងហើយប្រេងកុំមកស្ទុះបងប្អូនឯឆ្នាំងខ្ញុំវារៀងបាតទូចអញ្ចឹងហើយជ្រៅទៀតហើយអញ្ចឹងហើយគឺខ្ញុំដូរឆ្នាំងម្ដងក្រោយពីកូររៀងឈ្ងុយហើយបងប្អូនខ្ញុំថែមជាមួយនឹងខ្ទិះ3ស្លាបព្រាបាយទៀតហើយកូរវាឲ្យឡើងឈ្ងុយម្ដងទៀតគឺថាញាប់ដៃញាប់ជើងតិចហើយបងប្អូនបើមិនអញ្ចឹងទេគឺខ្លោចបាតចោលមួយឆ្នាំងនឹងឥឡូវហើយកូររហូតដល់រៀងឡើងឈ្ងុយហើយបងប្អូនទើបខ្ញុំដាក់ម្ទេសចិញ្ច្រាំចូលកូរវាឲ្យសព្វជាមួយនឹងគ្រឿងឲ្យឡើងឈ្ងុយដែរបន្ទាប់មកទៀតទើបខ្ញុំដាក់កាពិមួយចុងស្លាបព្រាបាយរំលីងវាឲ្យឡើងឈ្ងុយកាពិគ្រឿងរំលីងជាមួយកាពិហើយនឹងម្ទេសរួចរាល់ហើយបងប្អូនគឺខ្ញុំដាក់ជាមួយនឹងសាច់យើងចូលចំពោះសាច់ខ្ញុំរំលីងវាឲ្យដាច់ទឹកប្រេងតិចទើបថែមជាមួយនឹងគ្រឿងផ្សេងទៀតបន្ទាប់ពីសាច់រៀងដាច់ទឹកហើយបងប្អូនខ្ញុំចាក់ខ្ទិះដើមនឹងចូលទាំងអស់រួចហើយកូរវាឲ្យសព្វគ្រឿងចូលជាមួយនឹងខ្ទិះទៅហើយខ្ញុំថែមជាមួយនឹងអំបិលមួយចុងស្លាបព្រាបាយហើយនឹងស្ករសហ្នឹងមួយស្លាបព្រាបាយកន្លះត្រីកន្លះវែកហើយជាមួយនឹងទឹកដោះគោចំនួនប្រហែលជាជិត2ស្លាបព្រាបាយដែរបងប្អូនសម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ាំផ្អែមគេថាប៉ុណ្ណឹងអត់អីប៉ុន្តែខ្ញុំប៉ុណ្ណឹងរៀងចង់ផ្អែមបងប្អូនដោយសារតែខ្ញុំអត់សូវចូលចិត្តផ្អែមហើយផ្លេចតែត្រូវដាក់ដោះគោទៀតអញ្ចឹងហើយខ្ញុំដាក់ស្កររៀងច្រើនបានប៉ុណ្ណេះក្លិនគេឡើងឈ្ងុយតែម្ដងបងប្អូនហើយខ្ញុំមិនថែមជាមួយនឹងម្សៅស៊ុបកន្លះស្លាបព្រាបាយថែមទៀតហើយចុងក្រោយគឺខ្ញុំចាក់ខ្ទិះចុងចូលហើយនឹងទឹកប្រហែលមួយចាននឹងទៀតផងដែរខ្ញុំចាក់ទឹកចូលរៀងច្រើនបន្តិចបងប្អូនព្រោះដោយសារខ្ញុំចង់ងាស់វាឲ្យរៀងយូរតិចណាប្រហែលជិត1ម៉ោងដែរដើម្បីឲ្យវាចេញជាតិពីបន្លែហើយនឹងសាច់ហ្នឹងហើយនេះជាបន្លែខ្ញុំបងប្អូនខ្ញុំមាន3មុខដែរមានខ្ទឹមបារាដំឡូងហើយនឹងការ៉ុតក្រោយពីទឹកស្លពុះហើយគឺខ្ញុំចាក់បន្លែទាំងអស់ហ្នឹងគឺចូលតែម្ដងបងប្អូនហើយរំងាស់វារហូតដល់វាផុយនេះក្រោយពីរំងាស់បានជិតកន្លះម៉ោងបងប្អូនខ្ញុំថែមសណ្តែកដីចូលហើយរំងាស់ប្រហែលជា10នាទីទៀតបងប្អូនឥឡូវនេះគឺថាឆ្អិនរួចរាល់ហើយបងប្អូនពណ៌គេតំណងគួរចង់ញ៉ាំតែម្ដងណាហើយនៅតែពីអ្នកកូនបើទេប៉ុន្តែក្លៀនគ្រីអត់ព្រមទិញទេសុខចិត្តស្លញ៉ាំដោយសារតែតំបន់នេះគឺខ្ញុំញ៉ាំស្លគ្រីគេអត់សូវត្រូវមាត់បងប្អូនជួយពិសានំបញ្ចុកជាមួយខ្ញុំទាំងអស់គ្នាចាវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរទេបងប្អូនអរគុណច្រើនជម្រាបលា